សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះសូមនិយាយរៀបរាប់អំពីបទពិសោធន៍ការងាររបស់ខ្ញុំដែលខ្ញុំបានធ្វើការបានរយៈពេល1ឆ្នាំកន្លះហើយតើក្នុងរយៈពេល1ឆ្នាំកន្លះនោះគឺខ្ញុំមានបទពិសោធន៍អ្វីខ្លះខ្ញុំសូមរៀបរាប់ក្នុងវីដេអូនេះខ្ញុំបន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យហើយគឺខ្ញុំបានរើផ្ទះមករស់នៅទីក្រុងតូក្យូដែលក្រុមហ៊ុនរបស់ខ្ញុំគឺមានឈ្មោះថាជាក្រុមហ៊ុន IT តែការងារខ្ញុំគឺផ្នែក programmer ប៉ុន្តែរយៈពេលដែលខ្ញុំមករស់នៅខ្ញុំមកធ្វើការ1ឆ្នាំមុនបានរយៈពេល1ឆ្នាំ1ខែហើយពេលខ្ញុំចូលធ្វើការលើកដំបូងហ្នឹងយើងស្ថិតនៅកំឡុងពេលសិក្សាស្វែងយល់អំពីការងារពេលហ្នឹងយើងរៀនរយៈពេលកន្លះឆ្នាំបន្ទាប់ពីរៀនកន្លះឆ្នាំហើយយើងត្រូវចូលជាក្រុមពួកការងារ IT ហ្នឹងគេហៅថាគេមាន project 1 project 2 project អីចឹងយើងចូលជា project ហ្នឹងមានតែយើងចូលជាក្រុមមួយដើម្បីធ្វើការងារហ្នឹងការងារ IT គឺគេធ្វើការជាក្រុមច្រើនតែតាមខ្ញុំស្គាល់បើធ្វើម្នាក់ឯងខ្ញុំអត់ស្ដឹងហ្មងនេះបើយើងចូលធ្វើការនៅក្នុងក្រុមហ៊ុនយើងត្រូវតែចូលជាក្រុមហ្នឹងពេលខ្ញុំចូលធ្វើការហ្នឹងជនជាតិជប៉ុន4នាក់ហើយខ្ញុំម្នាក់ទាំងអស់5នាក់ជាសិស្សបុគ្គលិកថ្មីដែលចូលក្នុងឆ្នាំមុនប៉ុន្តែបន្ទាប់ពីសិក្សាស្វែងយល់ហើយអញ្ចឹងពួកមិត្តភក្តិជនជាតិជប៉ុនហ្នឹងគឺគេបានចូលជាក្រុមអស់នៅពេលដែលគេបានចូលជាក្រុមអញ្ចឹងចូលគេមាន project គេចូលជាក្រុមទៅធ្វើការឲ្យក្រុមហ៊ុនដទៃក្រុមហ៊ុនរបស់ខ្ញុំគឺជាក្រុមហ៊ុនដែលផ្ទុកអ្នកជំនាញអ្នកមានជំនាញ IT អញ្ចឹងទៅនៅពេលដែលយើងទៅធ្វើការក្នុងក្រុមហ៊ុនដទៃឯងហើយមួយ project វាផែ1ឆ្នាំ2ឆ្នាំក៏មានអញ្ចឹងពេលយើងទៅធ្វើការក្រុមហ៊ុនដទៃទោះលុះត្រាតែយើងចប់ project ហ្នឹងនៅពេលដែលយើងចប់ project ហ្នឹងហើយយើងត្រឡប់មកក្រុមហ៊ុនរបស់យើងវិញយើងចូល project ថ្មីទៀតហើយពេល project ហ្នឹងគឺយើងទៅធ្វើការឲ្យក្រុមហ៊ុនដទៃអញ្ចឹងយើងមានឱកាសបានធ្វើការជាមួយក្រុមហ៊ុនដទៃក្រុមហ៊ុនល្បីៗជាច្រើនមែនតើក្រុមហ៊ុនរបស់ខ្ញុំតូចប៉ុន្មានប៉ុន្តែការងារយើងត្រូវទៅធ្វើការឲ្យក្រុមហ៊ុនដទៃអញ្ចឹងយើងមានឱកាសបានស្គាល់ក្រុមហ៊ុនដទៃច្រើនបន្ទាប់ពីអ្នកចូលថ្មីជាមួយខ្ញុំ4នាក់គេបានចូលជាក្រុមបានចូលជា project ហើយនៅសល់តែខ្ញុំម្នាក់ឯងនៅក្នុងក្រុមហ៊ុនរបស់ខ្ញុំក្រុមហ៊ុនហ្នឹងពេលអញ្ចឹងទៅក្នុងរយៈពេលហ្នឹងគឺតែក្នុងមួយថ្ងៃគឺខ្ញុំបានធ្វើអ្វីខ្លះបន្ទាប់ពីសិក្សាស្វែងយល់ពីការងារបានកន្លះឆ្នាំហើយគឺខ្ញុំរយៈពេល5ខែដែលខ្ញុំនៅក្នុងក្រុមហ៊ុនរបស់ខ្ញុំគិតតែពីអង្គុយរៀនប្រឡងសញ្ញាបត្រអញ្ចឹងណាខ្ញុំដូចសិស្សអញ្ចឹងតែក្នុងមួយថ្ងៃហ្នឹងមាន3ចំណុចទី1គឺលើកទូរស័ព្ទចំណុចទី2ទទួលភ្ញៀវបើគិតថាលើកទូរស័ព្ទទទួលភ្ញៀវដូចមិនមែនជាការងារ programmer តែប៉ុន្តែដូចមិនមែនប៉ុន្តែថាយើងកំឡុងពេលដែលចាំ project ហ្នឹងយើងត្រូវលើកទូរស័ព្ទហើយនឹងទទួលភ្ញៀវពេលចឹងទៅពេលខ្លះណាវាស្តៀងលេខាដែរពួកអីដូចឲ្យតទូរស័ព្ទគេទេមកភ្លាមខ្ញុំត្រូវតែលើកភ្លាមហើយខ្ញុំសួរតាក់ទងពីក្រុមហ៊ុនឈ្មោះហើយនឹងមានកិច្ចការអីគេបន្ទាប់ពីខ្ញុំសួរអាហ្នឹងហើយខ្ញុំភ្ជាប់ទៅឲ្យប្រធានក្រុមហ៊ុនរបស់ខ្ញុំហើយហ្នឹងគឺជាចំណុចទី1របស់ខ្ញុំចំណុចទី2វិញក្នុងមួយថ្ងៃពេលខ្លះណាមានក្រុមហ៊ុនដទៃគេមកគេមានការប្រជុំជាមួយក្រុមហ៊ុនរបស់ខ្ញុំអញ្ចឹងទៅយើងត្រូវទៅទទួលភ្ញៀវហ្នឹងម៉ោងប៉ុន្មានអញ្ចឹងយើងគេមាន schedule គេមានអាហ្នឹងទៅយើងមើលទៅម៉ោងប៉ុន្មានដឹងភ្ញៀវមកអញ្ចឹងយើងត្រៀមទុកមុនហើយអញ្ចឹងពេលភ្ញៀវមកយើងទៅចេញទៅយើងទទួលរយៈពេលភ្ញៀវហើយនាំពួកគាត់ទៅអង្គុយក្នុងតុកន្លែងប្រជុំហ្នឹងហើយយើងលើកសួរគាត់ចង់ផឹកកាហ្វេឬមួយផឹកទឹកអីចឹងយើងលើកបញ្ជូនទឹកអីគាត់ចឹងណាអញ្ចឹងដូចមានអ្នក programmer អញ្ចឹងតែបន្ទាប់ពី2ចំណុចហ្នឹងកំឡុងពេលក្នុងមួយថ្ងៃហ្នឹងខ្ញុំបានធ្វើអីគេខ្លះខ្ញុំរៀនពី programmer ខ្ញុំសរសេរលេខកូដយើងអត់ទាន់ធ្វើការយើងនឹងអាហ្នឹងហៅតែធ្វើការអត់នេះអត់ទាន់ចូលជា project ប៉ុន្មានតែយើងព្យាយាមក្នុងមួយថ្ងៃយើងធ្វើអ្វីដែលយើងត្រូវធ្វើយើងត្រូវតែធ្វើវាខ្ញុំដោយសារប្រធានក្រុមហ៊ុនប្រាប់ខ្ញុំថាណាមួយយើងជនជាតិបរទេសផងមូលហេតុដែលខ្ញុំអត់ទាន់ចូលជា project លឿនអាចមកពីយើងបរទេសទី2វិញខ្ញុំអត់ទាន់មានជំនាញច្បាស់លាស់អញ្ចឹងខ្ញុំបានតែរៀនរយៈពេលកន្លះឆ្នាំមែនប៉ុន្តែអត់អាចនិយាយថាយើងមានជំនាញអីខ្លាំងអីចឹងហើយខ្ញុំអត់មានសញ្ញាបត្រទៀតអញ្ចឹងទៅប្រធានក្រុមហ៊ុនថាបើសិនជាយើងយកសញ្ញាបត្រវានឹងមានភាពងាយស្រួលក្នុងការឲ្យគេទទួលយកយើងចូលជាក្រុមអញ្ចឹងណាអញ្ចឹងទៅក្នុងរយៈពេល5ខែហ្នឹងគឺខ្ញុំលើកទូរស័ព្ទទទួលភ្ញៀវហើយនឹងរៀន program ហ្នឹងក៏រៀនពីសញ្ញាបត្រសញ្ញាបត្រ program ហ្នឹងមាន2ខ្ញុំរៀន5ខែហ្នឹងគឺខ្ញុំបានប្រឡងជាប់ពីសញ្ញាបត្រហ្នឹងវាឈ្មោះជាមួយគ្នាតែថា Shiraba និង Gorodok Shiraba ហ្នឹងបើនិយាយស្រួលស្ដាប់លេខ2 Gorodok គឺលេខ1អាលេខ1នេះវិញគឺប្រើបាននៅក្រៅប្រទេសទៀតថាជាអាមេរិកគេអាចប្រើបានដែរ
តាមពិតមានលេខ3ហ្នឹងគឺអន់ជាងគេយើងសម្រាប់យើងអ្នកខ្សោយយើងចូលដំបូងយើងប្រើប្រឡងលេខ3ប៉ុន្តែប្រធានក្រុមហ៊ុនថាចាខ្ញុំប្រឡងផ្លោះទៅផ្លោះយកលេខ2ទៅខ្ញុំប្រឡងយកលេខ2ទៅប្រឡងអានជាប់ដែរតែឃើញអញ្ចឹងណាអក្សរជប៉ុនសុទ្ធអ្នកអក្សរជប៉ុនសុទ្ធហើយនឹងប្រូក្រាមតែម្ដងហើយបើសញ្ញាបត្រ Gorodot នេះវិញក្រុមហ៊ុនរបស់ខ្ញុំមានបុគ្គលិកចំនួន50នាក់ខ្ញុំគឺជាមនុស្សទី3ដែលប្រឡងចប់អា Gorodot ហ្នឹងទាំងនេះយើងជាជនជាតិខ្មែរតែនេះយើងនិយាយគឺការព្យាយាមគូកងបានសម្រេចមែនពេលខ្លះណាយើងអន់ចិត្តមែនទែនថាយើងបរទេសពេលខ្លះណាពិបាកក្នុងការនិយាយទោះបីខ្ញុំប្រឡងជាប់បានជា LPT Anichi បានលេខ1 Anichi ហ្នឹងជាប់ហើយខ្ញុំបានធ្វើការនៅក្នុងក្រុមហ៊ុន IT ជា programmer ខ្ញុំបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យនៅប្រទេសជប៉ុនហើយក៏អាចនិយាយថាយើងនៅខ្សោយច្រើននៅខ្វះចំណេះដឹងច្រើនមែនទែនចាំត្រូវរៀនច្រើនមែនទែនបន្ទាប់ពីខ្ញុំបានរៀនប្រឡងចប់សញ្ញាបត្រនឹងពីសញ្ញាបត្រនឹងហើយខ្ញុំមានឱកាសបានចូលជាក្រុមតែក្រុមនឹងក្រុមមិនក្រុមនៅក្នុងក្រុមហ៊ុនដទៃក្រុមហ៊ុននៅក្នុងក្រុមហ៊ុនរបស់ខ្ញុំចូលជាធ្វើ project រយៈពេលតែ2ខែខ្លីមែនទែន2ខែហ្នឹងគឺខ្ញុំបានសរសេរនេះសរសេរនោះហើយបានសរសេរលេខកូដដែរគេឲ្យយើងផ្នែកនេះគឺខ្ញុំត្រូវសរសេរលេខកូដហ្នឹងតាំងពីចំណុចតូចរហូតដល់ធំរហូតដល់ចេញជាលទ្ធផលវាពិតមិនពេនលទ្ធផលវាខ្ញុំពិបាកនិយាយទៀតអាហ្នឹងកម្មវិធីយើងធ្វើហ្នឹងគេហៅថា web apply តែពេលហ្នឹងខ្ញុំអត់ទាន់ចេះវាពិបាកមែនតើតែអីបានរយៈពេល2ខែខ្ញុំបានសិក្សាស្វែងយល់ពីវាដែរហើយបន្ទាប់ពីខ្ញុំរៀនចូលជា project តូចរយៈពេល2ខែហ្នឹងហើយខែហ្នឹងខែ4ខែមេសាថ្ងៃទី1ហ្នឹងតើខ្ញុំមានឱកាសបានចូលជា project ធំខ្ញុំទៅធ្វើការក្នុងក្រុមហ៊ុនដទៃពេលក្រុមហ៊ុនដទៃហ្នឹងគឺជាក្រុមហ៊ុនល្បីដៃគូជំនាញក្រុមហ៊ុនរបស់ខ្ញុំតូចប៉ុន្មានប៉ុន្តែដៃគូជំនួយគឺសិតតែជាក្រុមហ៊ុនល្បីដែលជនជាតិជប៉ុនប្រហែលជាស្គាល់ខ្មែរយើងខ្ញុំអត់ដឹងតែថាជប៉ុនវិញក្រុមហ៊ុនហ្នឹងជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអញ្ចឹងណាហើយបើយើងនិយាយឈ្មោះធានាដឹងជប៉ុនប្រហែលជាស្គាល់ព្រោះក្រុមហ៊ុនហ្នឹងល្បីខ្លាំងហើយយើងមានឱកាសបានទៅចូលធ្វើការនៅក្នុងក្រុមហ៊ុនហ្នឹងពេលខ្លះនេះយើងគិតថាដូចវាលែងចង់ជឿវិញណាយើងគិតថាយើងផែមិនអាចធ្វើដល់ថ្នាក់ហ្នឹងប៉ុន្តែយើងមានឱកាសបានចូលធ្វើការក្នុងក្រុមហ៊ុនល្បីធំមួយដែររាល់ថ្ងៃហ្នឹងគឺខ្ញុំទៅធ្វើការនៅក្នុងក្រុមហ៊ុនហ្នឹងខ្ញុំមានឧទាហរណ៍ខ្ញុំមានឈ្មោះថាក្នុងក្រុមហ៊ុន A ប៉ុន្តែពេលខ្ញុំទៅធ្វើការនៅក្រុមហ៊ុនធ្វើការឲ្យក្រុមហ៊ុន B ហើយក្រុមហ៊ុនហ្នឹងគឺចូលដំបូងទៅថ្ងៃដំបូងគេបង្អស់ហ្នឹងគឺភ្ញាក់ផ្អើលខ្លាំងមែនតើដូចក្នុងរឿងមួយបាត់ដូចក្នុងរឿង drama ឃើញស្រីចាក់ចូលរឿងចិនអីហ្នឹងពួកប្រធានក្រុមហ៊ុនគេដើរមានបុគ្គលិកអីពេញហ្នឹងហើយអាគារនឹងធំអញ្ចឹងដូចក្នុងរឿងមួយបាត់នឹងមិនគួរឲ្យជឿប៉ុន្តែនៅយូរទៅស៊ាំទៅគាត់ថាតាមពិតយើងឲ្យតែព្យាយាមគឺអ្វីក៏អាចធ្វើបានសម្រេចដែរហើយមានប៉ុណ្ណឹងទេចាប់ពីអាទិត្យក្រោយទៅគឺក្នុងធ្វើការពីថ្ងៃច័ន្ទដល់ថ្ងៃសុក្ររយៈពេល5ថ្ងៃថ្ងៃសៅរ៍ថ្ងៃអាទិត្យគឺជាថ្ងៃឈប់សម្រាកពេលអាទិត្យក្រោយគឺខ្ញុំនឹងក្នុង5ថ្ងៃហ្នឹងគឺ2ថ្ងៃខ្ញុំនឹងធ្វើការនៅផ្ទះនឹងគឺជាលើកដំបូងរបស់ខ្ញុំដែលខ្ញុំមានសមាជិកមែនទែនព្រោះបានធ្វើការនៅផ្ទះរយៈពេល2ថ្ងៃបើយើងទៅធ្វើការរាល់ថ្ងៃនៅក្នុងក្រុមហ៊ុនវិញគឺពិបាកខ្លាំងមែនទែនព្រោះជីរថភ្លើងគឺដាច់ខ្យល់ហ្មងហត់មែនទែនហត់នឹងជីរថភ្លើងនៅទីក្រុងតូក្យូអូយចង់ដាច់ខ្យល់ងាប់មួយថ្ងៃខ្ញុំពុលនឹងជីរថភ្លើងចង់ខ្យល់កធ្លាប់ខ្យល់កម្ដងដែរប៉ុន្តែពេលហ្នឹងទប់កុំឲ្យដួលនឹងវេទនាតែអាទិត្យក្រោយបានធ្វើការនៅផ្ទះ2ថ្ងៃដែរគឺសប្បាយចិត្តចាប់ពីអាទិត្យក្រោយទៅក្នុងមួយអាទិត្យយើងធ្វើការនៅផ្ទះ2ថ្ងៃ3ថ្ងៃយើងទៅធ្វើការនៅក្នុងក្រុមហ៊ុន